មួយជីវិតយើងត្រូវតែមានមិត្ត5ប្រភេទនេះទើបយើងមានសំណាងនិងមានសេចក្តីសុខមិនថាយើងស្ថិតនៅក្នុងវ័យណានោះទេយើងតែងតែត្រូវការមិត្តម្នាក់ដើម្បីចែករំលែកជាមួយក្នុងគ្រាដ៏សំខាន់មិត្តភាពគឺជាអ្វីដែលជួយយើងសម្រាលការឈឺចាប់និងជួយបន្ថែមនូវអត្ថន័យនៃជីវិតជួយឲ្យយើងមានភាពស្និទ្ធស្នាលនិងលែងឯកាតែម្នាក់ឯងយ៉ាងណាមិញមនុស្សយើងម្នាក់ៗគឺត្រូវការបំផុតមិត្តទាំង5ប្រភេទនេះ1មិត្តល្អបំផុតមនុស្សដែលអ្នកធ្វើអ្វីគ្រប់យ៉ាងជាមួយមិនថាអារម្មណ៍អ្នកបែបណាឆ្លុះប្រកែកគ្នាតានតឹងជាមួយអ្នកណាចង់និយាយពីក្តីស្រមៃឬត្អូញត្អែអំពីការងារមិត្តល្អបំផុតរបស់អ្នកនឹងមិនវិនិច្ឆ័យអ្វីដែលអ្នកនិយាយនោះទេអ្នកអាចហៅមិត្តភក្តិរបស់អ្នកនៅកណ្ដាលយប់ដើម្បីស្ដាប់អ្នកយំគេនឹងឲ្យអ្នកផ្អែកស្មាដើម្បីលួងលោមដល់អ្នកនេះជាមនុស្សសំខាន់បំផុតមិនថាយើងអាយុណាក៏ដោយក៏ត្រូវតែមានមិត្តមួយប្រភេទនេះមិត្តល្អនឹងតែងតែអភ័យទោសរាល់កំហុសតូចធំរបស់អ្នកគេនឹងមិនស្ដីបន្ទោសឬតែមិនចាប់កំហុសរបស់អ្នកនោះឡើយ2មករួមប្រឡឹងគេថាអ្នកដែលអាចយល់ពីយើងដោយមិនបាច់និយាយអ្វីសូម្បីតែមួយម៉ាត់ពួកគេភ្ជាប់ជាមួយយើងនៅខាងក្នុងហើយតែងតែនៅក្បែរយើងគ្រប់ពេលដែលយើងត្រូវការពួកគេមិត្តរួមប្រឡឹងគឺជាមនុស្សដែលតែងតែស្មោះត្រង់ទោះបីអ្នកមិនចង់ប្រឈមមុខនឹងការពិតក៏ដោយពួកគេគឺជាអ្នកដែលរំលឹកអ្នកអំពីអ្វីដែលស្នេហាពិតប្រាកដផ្ដល់ពន្លឺនិងផ្ដល់កម្លាំងចិត្តដល់អ្នកនៅក្នុងគ្រាដ៏លំបាកបំផុតយើងត្រូវការមិត្តភក្តិដែលតែងតែជំរុញយើងឲ្យបញ្ចេញមតិមិនថាមានបញ្ហាអ្វីឡើយទោះបីអ្នកទាំងពីរមិនយល់ស្របក៏ដោយមិត្តម្នាក់នេះនឹងប្រកែកជាមួយអ្នករហូតដល់បញ្ហាត្រូវបានដោះស្រាយនៅពេលអ្នកមានអាយុ20ឆ្នាំពួកគេជាមនុស្សដែលបង្ហាញខ្លួនដើម្បីជួយអ្នករកឃើញសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នកជំរុញឲ្យអ្នកបង្ហាញពីខ្លួនឯងនិងភាពចាស់ទុំរបស់អ្នក3មិននិយាយដើមគេជាមួយគ្នាយុវវ័យគឺជាពេលដែលយើងនិយាយបានគ្រប់រឿងសូម្បីតែនិយាយដើមគេនៅពេលដែលយើងមិនពេញចិត្តនឹងអ្នកណាម្នាក់វាជាសភាវគតិដែលយើងត្រូវការមិត្តម្នាក់ដើម្បីស្ដាប់ឬជជែកជាមួយពួកគេគឺជាមិត្តជុំគ្នានិយាយដើមគេដែលតែងតែយល់ពីយើងបានល្អបំផុតនៅពេលដែលយើងនិយាយអំពីរឿងដែលគួរឲ្យស្អប់ឬអាចកំបាំងឯកជនរបស់អ្នកណាម្នាក់ពាក្យចចាមអារ៉ាមក៏អាចក្លាយជាប្រធានបទនៃការសន្ទនាជាច្រើនម៉ោងមិត្តភក្តិទាំងនេះនឹងតែងតែស្ដាប់និងផ្ដល់យោបល់រាប់ពាន់យោបល់ដល់អ្នកពួកគេជួយឲ្យជីវិតរបស់អ្នកកាន់តែមានពណ៌ចម្រុះ4មិត្តរួមការងារពួកគេជាអ្នកដែលឆ្លូវវង្វេងនឹងការងាររបស់ខ្លួនពួកគេនឹងជំរុញឲ្យអ្នកធ្វើដូចគ្នាមិនថាស្ថានភាពបែបណាក៏ដោយការនិយាយជាមួយនឹងមិត្តភក្តិទាំងនេះនឹងផ្ដល់កម្លាំងចិត្តដល់អ្នកជានិច្ចគ្រាន់តែនិយាយអំពីថ្ងៃថ្មីដ៏វូវីនៃជីវិតឬរឿងដែលអ្នកសោកស្ដាយពួកគេនឹងដឹងពីវិធីដើម្បីឲ្យអ្នកចាប់ផ្ដើមនៅអ្វីដែលសំខាន់ជាងនេះនៅក្នុងជីវិត5មិត្តកំដរផឹកមិនថាអ្នកអាយុ20ឆ្នាំឬវ័យកណ្ដាលទេមិត្តកំដរផឹកគឺជាមនុស្សសំខាន់បំផុតនៅក្នុងជីវិតរបស់យើងម្នាក់ៗនៅពេលអ្នកមានអាយុ20ឆ្នាំជាវ័យដែលកំពុងធំឡើងនិងសម្រេចបាននូវគោលដៅដើម្បីចាក់គ្រឹះសម្រាប់អនាគតប៉ុន្តែប្រសិនបើអ្នករាល់គ្នាធ្វើការហើយគ្មានការលេងសើចទេនោះយុវវ័យរបស់អ្នកនឹងខ្ជះខ្ជាយបំផុតក្នុងវ័យកុមារយើងម្នាក់ៗគួរតែមានមិត្តកំដរផឹកស៊ីរួមផ្សាយទុកចែករំលែកភាពរីករាយមិត្តដែលតែងតែត្រៀមខ្លួននៅក្បែរយើងគ្រប់ពេលវេលាទាំងនេះគឺជាមនុស្សដែលស្គាល់ទីតាំងល្អៗដើម្បីមានភាពសប្បាយរីករាយលេងជាមួយពួកយើងបន្ទាប់ពីការធ្វើការងារដ៏ហត់